សូមជម្រាបសួរដល់បងប្អូនទស្សនិកជននិងបងប្អូនជនរួមជាតិជាទីមេត្រីបាននៅវេលានេះម៉ោងនេះក៏ដូចជាពេលនេះដែរខ្ញុំសូមនាំបងប្អូនទាំងអស់គ្នាមកតាមដានសង្គ្រាមអ៊ុយក្រែននិងរុស្ស៊ីថាតើមកដល់ពេលនេះវិវត្តទៅដល់កម្រិតណាហើយពីព្រោះរុស្ស៊ីបានសហការជាមួយនឹងអាមេរិកដើម្បីធ្វើការសម្របសម្រួលផ្អាកសង្គ្រាមក៏ប៉ុន្តែអ៊ុយក្រែននៅមិនទាន់ព្រមនៅឡើយនោះទេមកដល់ពេលនេះអ៊ុយក្រែនបានធ្វើឲ្យរុស្ស៊ីភ្លឺភ្នែកតាមរយៈយុទ្ធសាស្ត្រវាយប្រហារដោយដ្រូនបង្កចលាចលសង្គមនិងសេដ្ឋកិច្ចកាលពី4ឆ្នាំកន្លះមុនសង្គ្រាមនៅអ៊ុយក្រែនបានទុះឡើងបន្ទាប់ពីរុស្ស៊ីបានលើកទ័ពចូលឈ្លានពានទឹកដីអ៊ុយក្រែនចាប់ពីពេលនោះមកគ្មាននរណាអាចស្មានដឹងមុនទេថាភាគីខាងណាដែលនឹងអាចឈ្នះសង្គ្រាមនៅសមរភូមិនិងថាតើនឹងមានដំណោះស្រាយការទូតណាដែរឬទេតែគិតមកដល់ត្រឹមពេលនេះអ៊ុយក្រែនដែលត្រូវរុស្ស៊ីវាយប្រហារឈ្លានពានបានរលាស់ខ្លួនរៀបចំយុទ្ធសាស្ត្របានយ៉ាងល្អធ្វើឲ្យភ្លើងសង្គ្រាមត្រឡប់ទៅជាឆេះនៅក្នុងទឹកដីរុស្ស៊ីវិញតាមរយៈការវាយប្រហារដោយដ្រូនច្រើនរយគ្រឿងសឹងជារៀងរាល់ថ្ងៃទីបំផុតរុស្ស៊ីដែលជាខ្លាឃ្មុំតកកកសត្រូវបានស្រែកយំដោយពុំមានទឹកភ្នែកប្រមាណ1ឆ្នាំកន្លងមកហើយដែលសមរភូមិសង្គ្រាមអ៊ុយក្រែននៅនឹងថ្កល់កងទ័ពរុស្ស៊ីមិនអាចរុលទៅមុខបានពលគឺស្ថិតនៅចំណុចដដែលដោយកាលពីក្នុងកំឡុងពេលដែលលោកពូទីនបានជួបជាមួយនឹងលោកដូណាល់ត្រាំនៅអាឡាស្កាបែរតាមអ្នកជំនាញយោធាបារាំងកងទ័ពរុស្ស៊ីចំណាយជីវិតទាហានច្រើនអ្នកខ្លាំងណាស់ដើម្បីទប់កម្លាំងរបស់អ៊ុយក្រែនបើរាប់ទាំងអ្នកស្លាប់និងរបួសផងទាហានរុស្ស៊ីត្រូវបាត់បង់កម្លាំងប្រយុទ្ធយ៉ាងតិច300,000នាក់ក្នុងមួយខែចំណែកអ៊ុយក្រែនវិញថ្មីបើមានកម្លាំងចំនួនទាហានតិចជាងរុស្ស៊ីឆ្ងាយតែកងទ័ពអ៊ុយក្រែនអាចការពារខ្សែបន្ទាត់សមរភូមិបានតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាដ្រូននិងរ៉ូបូសង្គ្រាមនេះបានក្លាយទៅជាសង្គ្រាមទម្លាក់គ្រាប់វាយប្រហារពីលើអាកាសព្រោះសម្រាប់ពេលនេះគឺពុំមានដំណោះស្រាយតាក់ទិកណាមួយនៅលើដីផ្ទាល់ឡើយអស់លោកស្រីនិងនាងកញ្ញាជាទីមេត្រីទោះយ៉ាងណាក៏ដោយចូលបន្ថែមពីនេះទៀតប៉ុន្មានខែចុងក្រោយនេះអ៊ុយក្រែនបានប្រើយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពតាមរយៈការវាយប្រហារចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ីតាមរយៈយុទ្ធសាស្ត្រនេះអ៊ុយក្រែនមានកម្មវត្ថុធ្វើឲ្យប្រជាជនរុស្ស៊ីដែលសំងំយកសក់ជាង4ឆ្នាំទុកឲ្យលោកពូទីនបញ្ជាតបឈ្លានពានអ៊ុយក្រែននោះដឹងថាសង្គ្រាមមិននៅឆ្ងាយឡើយសង្គ្រាមកំពុងតែរំកិលមុខចិត្តផ្ទះប្រជាជនរុស្ស៊ីហើយកម្មវត្ថុមួយទៀតគឺអ៊ុយក្រែនចង់វាយបំបាក់សេដ្ឋកិច្ចរុស្ស៊ីប្រភពចំណូលដែលរុស្ស៊ីយកទៅចំណាយធ្វើសង្គ្រាមលោកមេបញ្ជាការម្នាក់របស់ពូទីនដែលនិពន្ធជានាយកប្រតិបត្តិការប្រជាការពារជាតិនៅបារាំងបានលើកឡើងថាកងទ័ពអ៊ុយក្រែនបានពង្រឹងសមត្ថភាពគួរឲ្យសោកកោតសរសើរបំផុតក្នុងការវាយប្រហារទៅលើទីតាំងផលិតនិងស្តុកប្រេងរបស់រុស្ស៊ីអ៊ុយក្រែនបានវាយចំចំណុចខ្សោយរបស់រុស្ស៊ីព្រោះប្រេងគឺជាប្រភពចំណូលថវិការបស់រដ្ឋរុស្ស៊ីដែលរុស្ស៊ីយកមកចាយធ្វើសង្គ្រាមផងនិងទិញទឹកចិត្តប្រជាជនផងនេះវាមានន័យថាការវាយប្រហារកំទេចទីតាំងហេដ្ឋារចនាសម្ព័ន្ធប្រេងរុស្ស៊ីនេះកំពុងតែធ្វើបាបសេដ្ឋកិច្ចរុស្ស៊ីហើយធ្វើឲ្យសង្គមរុស្ស៊ីជ្រួលច្របល់ភ័យស្លន់ស្លោឆោឡោលីឡំដោយកំហឹងទៅលើរដ្ឋរុស្ស៊ីសង្គ្រាមដែលលោកពូទីនធ្លាប់តែបានអះអាងប្រាប់ប្រជាជនរុស្ស៊ីថាកុំភ័យព្រោះវានៅឆ្ងាយណាស់ពេលនេះបានមកដល់ទឹកដីរុស្ស៊ីគៀកនឹងរដ្ឋធានីម៉ូស្កូតែម្ដងទោះជាយ៉ាងណាក៏ដោយចុះសូមបញ្ជាក់ថាក្រៅពីដាច់ចរន្តអគ្គិសនីតាមតំបន់ខ្លះប្រជាជនរុស្ស៊ីត្រូវបន្តកន្ទុយគ្នាពេលខ្លះជាង10ម៉ោងដើម្បីអាចចាក់សាំងរថយន្តបានតិចតួចស្ថានភាពគ្មានប្រេងឥន្ធនៈនៅរុស្ស៊ីកំពុងតែធ្ងន់ធ្ងរឡើងពីមួយថ្ងៃទៅមួយថ្ងៃទោះជាយ៉ាងនេះក្តីអស់លោកស្រីនិងនាងកញ្ញាជាទីមេត្រីមិនត្រឹមតែប៉ុណ្ណោះទេអ៊ុយក្រែនបានបញ្ជាដ្រូនវាយប្រហារនៅលើអាកាសទីតាំងស្តុកទំនិញច្រើនកន្លែងរបស់ក្រុមហ៊ុនលក់ទំនិញអនឡាញដ៏ធំបំផុតរបស់រុស្ស៊ីឈ្មោះថា Valbery ដែលធ្វើឲ្យបណ្ដាញផ្គត់ផ្គង់ទំនិញរអាក់រអួលខ្លាំងជាក់ស្ដែងយប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យអ៊ុយក្រែនបានប្រើដ្រូនប្រមាណជា600គ្រឿងសម្ដៅទៅកាន់តំបន់ទីក្រុងម៉ូស្កូពីពេលនេះទៅប្រជាជនរុស្ស៊ីមិនអាចថ្មិចថ្មែកមិនខ្វល់ពីសង្គ្រាមនៅអ៊ុយក្រែនបានឡើយព្រោះផ្សែងភ្លើងសង្គ្រាមនេះកំពុងតែឆេះនៅនឹងមុខផ្ទាល់តែម្ដងជាពិសេសភ្លើងសង្គ្រាមនេះឆេះនៅមុខផ្ទះរបស់ប្រជាជនតែម្ដង
លោកស្រីនៅនាងកញ្ញាជាទីមេត្រីទោះជាយ៉ាងណាក៏ដោយចុះនាពេលនេះអ្នកជំនាញបារាំងជឿថាអ៊ុយក្រែនមិនមានគម្រោងសម្រាប់លោកពូទីនឡើយព្រោះអ៊ុយក្រែនដឹងថាបើធ្វើរឿងនេះរុស្ស៊ីនឹងសងសឹកវិញយ៉ាងចាស់ដៃតាមរយៈក្រុមមីស៊ីលប៉ាឡេស្ទិកដែលអ៊ុយក្រែនគ្មានលទ្ធភាពទប់ទល់អ្វីដែលអ៊ុយក្រែនអាចធ្វើគឺជាការសម្លាប់មេតបធំៗឬមនុស្សចំណិតរបស់ពូទីនដើម្បីបង្កើតឲ្យមានបរិយាកាសភ័យស្លន់ស្លោភាពរំជើបរំជួលសេដ្ឋកិច្ចក៏កំពុងតែធ្វើបាបមហាសេដ្ឋីធំៗរបស់រុស្ស៊ីខ្លាំងណាស់ដែរវិបត្តិសេដ្ឋកិច្ចទាំងនេះក៏អាចជំរុញពន្យុះឲ្យមតិមហាជនរុស្ស៊ីយល់ឃើញថាប្រមុំដល់ពេលហើយដែលលោកពូទីនត្រូវតែឈប់ធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែនទន្ទឹមគ្នានេះយុទ្ធសាស្ត្ររបស់រុស្ស៊ីមិនអាចយកឈ្នះកម្លាំងទឹកចិត្តរបស់ប្រជាជនអ៊ុយក្រែនបានឡើយលោកស្រីនិងនាងកញ្ញាជាទីមេត្រីរុស្ស៊ីបានបាញ់ផ្លោងមីស៊ីលសម្រាប់ប្រជាជនអ៊ុយក្រែនថែមម្នាក់នឹងធ្វើឲ្យកងទ័ពអ៊ុយក្រែនប្រឹងរកវិធីប្រយុទ្ធកាន់តែខ្លាំងពិភពលោកបានសង្កេតឃើញថាអ៊ុយក្រែនកំពុងធ្វើបដិវត្តនៃរបៀបធ្វើសង្គ្រាមសម័យទំនើបតាមរយៈការប្រើដ្រូនប្រៀបបាននឹងការជំនន់សង្គ្រាមលោកលើកទី1និងលើកទី2ដែលគេចាប់ផ្ដើមប្រើយន្តហោះចម្បាំងកងទ័ពអ៊ុយក្រែនដឹងខ្លួនច្បាស់ថាបើនិយាយពីចំនួនទាហាននិងចំនួនសព្វាវុធកាំភ្លើងរថក្រោះនិងមីស៊ីលជាដើមគឺអ៊ុយក្រែនមិនអាចយកឈ្នះរុស្ស៊ីបានទេកត្តាទាំងនេះហើយបានរុញឲ្យអ៊ុយក្រែនរិះរកមធ្យោបាយផ្សេងដើម្បីរកយកឈ្នះនោះគឺបច្ចេកវិទ្យាដ្រូនតែទោះជាយ៉ាងនេះក្តីគេសង្កេតឃើញថាលោកពូទីននៅតែបន្តរឹងរូសបដិញ្ញាធ្វើសង្គ្រាមបន្តទៀតម្ដងហើយម្ដងទៀតមិនឈប់ឈរឡើយប្រភពជាច្រើនបានអះអាងថារដ្ឋរុស្ស៊ីកំពុងតែរៀបចំកេនកម្លាំងកងទ័ពបន្ថែមក្នុងពេលឆាប់ៗនេះទោះជាយ៉ាងណាក៏ដោយចុះបន្ថែមពីនេះរុស្ស៊ីបានស្នើសុំទាហានពីកូរ៉េខាងជើងប្រមាណជា 30,000 ទៅ 50,000 នាក់ជាងនេះទៅទៀតផ្អែកតាមរបាយការណ៍សម្ងាត់អាមេរិកផ្សាយដោយកាសែត Wall Street Journal កាលពីសប្តាហ៍កន្លងទៅគឺរុស្ស៊ីអាចនឹងវាយប្រហារទៅលើប្រទេសអឺរ៉ុបណាមួយផ្សេងទៀតក្នុងពេលឆាប់ៗនេះការវាយប្រហារដែលអាចធ្វើឡើងដោយប្រយោលឬហៅថាសង្គ្រាមលាក់មុខដូចជាការតាមរយៈការវាយប្រហារលើប្រព័ន្ធបណ្ដាញអ៊ីនធឺណិតការបំផុលព័ត៌មានប្រឌិតคล้ายៗធ្វើឲ្យសង្គមផ្អើលឆោឡោនិងបង្ហោះដ្រូនផ្ទុកគ្រាប់បែកត្រង់នេះបន្តិចត្រង់នោះបន្តិចជាដើមទាំងនេះគឺជាយុទ្ធសាស្ត្ររបស់រុស្ស៊ីដើម្បីបង្កចលាចលតាមប្រទេសអឺរ៉ុបធ្វើឲ្យប្រជាជនអឺរ៉ុបធុញទ្រាន់លាយឡំដោយការភ័យខ្លាចបារម្ភពីសន្តិសុខរបស់ខ្លួននិងឈានទៅទាមទារឲ្យរដ្ឋាភិបាលរបស់ខ្លួនឈប់ជួយអ៊ុយក្រែនជាដើមសារព័ត៌មានដែលខ្ញុំបានជម្រាបជូននិងផ្សព្វផ្សាយទៅដល់បងប្អូនអស់លោកស្រីទាំងអស់ប្រសិនបើអស់លោកស្រីមានមតិយោបល់បន្ថែមទៅលើបញ្ហាសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែននេះដែលមានព័ត៌មានថ្មីៗដែលខ្ញុំអាចដឹងអំពីបងប្អូនបានសូមបងប្អូនទម្លាក់សារឬក៏ comment នៅក្រោមវីដេអូនេះសូមអរគុណសូមជម្រាបលា